ទីបំផុតអ្វីដែលម៉ែរងចាំម៉ែបានជួបហើយមីងជូម៉ែអ៊ីស៊ីនអភ័យទោសខ្ញុំផងអ៊ីស៊ីនក្រោកឡើងមកខ្ញុំនាំនាងចេញពីទីនេះក្រោកឡើងមកទៅរួចទីចាទៅរួចទៅម៉ែប្រយ័ត្នប្រយែងណាប្រយ័ត្នប្រយែងប្រយ័ត្នប្រយ័ត្នតិចណាអេជប់សិនកុំអាតាណាលោកម្ចាស់មានការចង់សួរគេជាសត្រូវទៅហើយបើមិនមែននេះតើជាណាខ្ញុំអត់មានទេប្អូនស្រីអត់មានបាននិយាយអីហេតុអីចោកខ្ញុំជាឃាតករលោកម្ចាស់កុំស្ដាប់សំដីអ្នកទាំងអស់នោះអីហេតុអីបានជានិយាយកុហកទៀតគឺអ្នកស្រីធ្វើបាបអ្នកស្រីទី2តែខ្លាចលោកម្ចាស់ត្រឡប់មកវិញទៅការពិតហេតុនេះហើយបានជាអ្នកស្រីដុតផ្ទះចង់សម្រាប់អ្នកស្រីទី2និងអ្នកនាងមីងជូឯងនិយាយផ្ដេសណាឯងចង់សងសឹកឲ្យចង់សងសឹកឲ្យហៅចង់យកប្រពន្ធចង់ហេតុនេះហើយបានចម្រោករឿងយើងលោកម្ចាស់ជួយរងយុត្តិធម៌ខ្ញុំផងប៉ុន្មានឆ្នាំនេះខ្ញុំបម្រើប្អូនស្រីយ៉ាងណាលោកម្ចាស់ក៏ដឹងដែរយើងឈប់ជឿសម្ដីនេះទៀតហើយម៉ែពុកទោះសាលាសកាត់ទោសមនុស្សត្រូវមានសាកសីនឹងផតាំងដែរចំណែកពុកមិនតមានផតាំងហេតុនេះបានជាពុកចង់ប្រកាន់ម៉ែយ៉ាងនេះចង់បាត់ផតាំងមែនទេលីជីងលោកម្ចាស់មានកាយហៅប៉ូលីសមកឲ្យប៉ូលីសរកការពិតទៅលោកម្ចាស់បើសិនជាគេដឹងទោះជារឿងនេះផ្សព្វផ្សាយទៅខាងក្រៅក៏យើងមិនស្លាច់ដែរយើងនឹងឲ្យអ្នកទាំងនោះសងជីវិតអ៊ីសៀនអ៊ីសៀនណាំម៉ែកុំភ័យអីគ្មានអីទេម៉ែមិនបានធ្វើអីខុសម៉ែកុំខ្លាចសោះណាទោះជារឿងនេះផ្សព្វផ្សាយចេញទៅខាងក្រៅក៏យើងមិនស្លាច់ដែរយើងនឹងឲ្យអ្នកទាំងនោះសងជីវិតទៅវិសៀនវិញណាម៉ែពិសាទឹកសិនទៅម៉ែពិសាបាយពិសាទឹកទៅបើមិនចឹងទេកូនប្រុសម្ដងនេះម៉ែប្រកាសជាមិនរស់ទេណាម៉ែហើយនេះបានជាម៉ែនិយាយអញ្ចឹងពីមុនយើងបានធ្វើរឿងមិនគប្បីចំពោះអ៊ីងតែមានកិច្ចការខ្លះមិនមែនម៉ែចង់ធ្វើទេឥឡូវនេះម៉ែចង់និយាយអីក៏មិនកើតដែរពួកគេមកទាំងគ្រួសារកាច់សាហាវយ៉ាងនេះដើម្បីសងសឹកជាមួយម៉ែម្យ៉ាងទៀតម្ដាយទី2របស់ឯងក៏ស្លាប់ដោយគ្មានមូលហេតុដែរណាម៉ែកុំអារម្មណ៍អីប៉ូលីសកំពុងតែស្រាវជ្រាវរកការពិតហើយដល់ពេលនោះយើងប្រកាសជាដឹងសតដឹងខ្មៅជាមិនខានឯងមិនឃើញទេពួកគេម្នាក់ទុកម៉ែជាសត្រូវជាពិសេសគឺឪពុកឯងគាត់បានទុកម៉ែជាសត្រូវទៅហើយពួកគេមានគ្នាច្រើនម្នាក់មួយម៉ាត់មួយកទោះជាម៉ែនិយាយយ៉ាងណាក៏គេមិនស្ដាប់ដែរមនុស្សច្រើនក៏ត្រូវដឹងខុសត្រូវដែរម៉ែមិនបានធ្វើអីគ្មានអ្នកណាអាចចោទលើម៉ែបានទេឥឡូវនេះក្នុងចិត្តឪពុកឯងមានតែអ៊ីងអ្នកផ្សេងគាត់មិនរវល់ទេអ៊ីងនៅក្នុងគ្រួសាររបស់យើងពិតជារងទុក្ខវេទនាច្រើនមែនប៉ុន្តែពួកគេទាំងអស់គ្នាមិនត្រូវខឹងម៉ែម្នាក់ឯងចឹងទេឯ
ឯងមិនដឹងទេហ៎អ៊ីងអើពេលនេះមិនដូចមុនទេហើយណៅចុះកូនប្រុសកុំទៅប្រឆាំងនឹងពួកគេព្រោះតែម៉ែអីពួកយើងមិនឈ្នះគេទេកូនកុំគិតពីម៉ែអីមិនកើតទេខ្ញុំជាកូនប្រុសម៉ែមិនឲ្យខ្ញុំគិតម៉ែយ៉ាងម៉េចនឹងកើតណ៎ណាហ៊ានចាប់ម៉ែផ្ដេសផ្ដាស់ខ្ញុំនឹងតវ៉ាជាមួយគេកូនប្រុសម៉ែនៅសល់តែឯងម្នាក់គត់បើសិនជាមិនមែនកូនទេម៉ែក៏មិនរស់ដល់សប្តាហ៍ដែរម៉ែណែកូនប្រុសឆាប់ទៅវិញទៅកុំឲ្យឪពុកឯងមិនសប្បាយចិត្តព្រោះតែឯងខ្ញុំមិនគិតអញ្ចឹងទេណែម៉ែរឿងនេះមិនត្រូវទុកឲ្យវែងឆ្ងាយទៀតទេឥឡូវនេះខ្ញុំនាំម៉ែទៅជួបពុកដើម្បីបញ្ជាក់ប្រាប់គាត់ច្បាស់ម៉ែខ្លាចម៉ែកុំខ្លាចនៅមានខ្ញុំម៉ែចិញ្ចឹមខ្ញុំ20ឆ្នាំឥឡូវជាពេលដែលខ្ញុំទៅសងគុណម៉ែវិញហើយម៉ែមកតាមខ្ញុំមកហើយយើងជាមេគ្រួសារទាំងមូលសូម្បីតែប្រពន្ធកូនក៏យើងមិនអាចការពារបានតើយើងមានមុខមាត់អីនៅរស់លើលោកនេះទៀតពុកក៏មានប្រសាសន៍អញ្ចឹងទៀតមីជូអភ័យទោសឲ្យពុកផងពុកមិនគប្បីចំពោះម្ដាយកូនពុកត្រូវតែទទួលកំហុសទេពុកឈប់មានប្រសាសន៍ទៀតតើខ្ញុំទៅនឹងបានជួបម៉ែហើយពេលនេះម៉ែបានទៅចោលខ្ញុំរហូតហើយមីជូកុំយំអីពុកសុំស្បត់ថាពុកមិនឲ្យម្ដាយកូនទទួលរងកម្ម19ឆ្នាំដោយឥតន័យទេហើយក៏មិនឲ្យម្ដាយកូនស្លាប់ដោយមិនដឹងពីមូលហេតុដែរមិនបានម៉ែលោកម្ចាស់សាច់បងប៉ូលីសស្រាវជ្រាវយ៉ាងម៉េចហើយលីជីងប៉ូលីសបានស្រាវជ្រាវយ៉ាងម៉េចទៅហើយឥឡូវនេះមិនទាន់ដឹងទេលោកម្ចាស់ប៉ូលីសបានសួរចម្លើយអ្នកបម្រើចាប់ពី3នាក់នោះដែរហើយព្រមទាំងជួបគ្នានៅប៉ុស្តិ៍ប៉ូលីសទៀតពួកគេថាម៉េចពួកគាត់ថាចាក់ចេញពីផ្ទះបាយតែម្ដងម្យ៉ាងទៀតគឺបានចាក់ចេញនៅពេលតែមួយពួកគេធ្វើអីលោកមេការឈានឲ្យពួកគេទៅជួបអ្នកស្រីចាស់ជួបអ្នកស្រីចាស់អ្នកបម្រើចាស់ទាំងពីរនិយាយថាអ្នកស្រីចាស់ផ្ដាំឲ្យពួកគាត់យកចិត្តទុកដាក់មើលថែអ្នកស្រីទី2តើអ្នកទាំងអស់គ្នាស្ដាប់បានទេម៉ែរបស់ខ្ញុំអត់ខុសទេលោកម្ចាស់ខ្ញុំដឹងខ្លួនខុសហើយប៉ុន្តែទោះជាយ៉ាងណាខ្ញុំក៏មិនហ៊ានសម្លាប់មនុស្សដែរឯងខុសត្រង់ណាខ្ញុំធ្វើខុសខ្ញុំមិនគួរជឿលោកមេការឈាននិងលោកគ្រូពេទ្យស្មានថាប្អូនស្រីមានជំងឺខ្លងបានជាធ្វើខុសម្ដងហើយម្ដងទៀតគឺខ្ញុំចាញ់នឹងឆោតគេហាក់ឆ្នាំវ័យឈុនរបស់យើងក៏ត្រូវបិទទ្វារគ្រួសារយើងទាំងមូលត្រូវចាក់ចេញពីស្រុកនេះនោះមិនមែនមកពីអ្នកស្រីទេហ៎ឃាតករតាមសម្លាប់អ៊ីងអឺម្ដងហើយម្ដងទៀតអ្នកស្រីស្បត់ទៅថាគ្មានតាក់ទងនឹងអ្នកស្រីធ្វើថងស៊ីស្លាប់ឆាប់សងជីវិតកូនខ្ញុំវិញមកខ្ញុំនិយាយទៅម៉ែក្រោកឡើងទៅអ្នកទាំងអស់គ្នាជ្រុលពេកហើយហេតុអីបានជាចោទប្រកាន់ទៅលើម្ដាយខ្ញុំយ៉ាងនេះប៉ូលីសមិនទាន់មានផតតាំងគ្រប់គ្រាន់អ្នកទាំងអស់គ្នាសម្រាប់ចាត់កាត់ក្តីគាត់យ៉ាងនេះហ៎ជប់និយាយទៅឥឡូវនេះយើងចង់សួរនាងមួយម៉ាត់តើនាងដឹងថាអ៊ីងអឺជាកូនស្រីរបស់យើងតាំងពីពេលណាមកដែរពុកចង់និយាយថាឆ្លើយប្រាប់យើងមកគឺនៅពេលដែលអ្នកទាំងអស់គ្នានៅក្នុងបន្ទប់ដាក់អុសខ្ញុំឮអ៊ីងអឺស្រែកហៅប្អូនស្រីជាម្ដាយទើបខ្ញុំដឹងលោកម្ចាស់បើខ្ញុំនិយាយកុហកសូមឲ្យខ្ញុំស្លាប់ដោយផ្ទះបាញ់ចោះសូមជឿខ្ញុំទៅខ្ញុំពិតជាអត់ដឹងទេរឿងនេះដឹងឬមិនដឹងនៅពេលដែលចាប់ខ្លួនលោកមេការឈានបាត់ហើយគង់តែរកការពិតឃើញទេនាងចេញទៅវិញទៅយើងមិនចង់ឃើញនាងទៀតទេលីជីងឲ្យគេមើលការខុសត្រូវអ្នកស្រីបានស្រួលបួលកុំឲ្យគេចេញពីបន្ទប់មួយជំហានឲ្យសោះរហូតដល់ចាប់ខ្លួនឃាតករបានជប់សិនត្រូវបញ្ជាពួកគេទាំងអស់គ្នាថាចាប់ពីថ្ងៃនេះតទៅត្រូវហៅអ៊ីងអឺជាអ្នកនេះធំពុកខ្ញុំមិនយកព្រមទេ